លោក Thomas Jefferson គឺជារដ្ឋបុរសអ្នកការទូតមេធាវីស្ថាបត្យករទស្សនវិទូនិងជាបិតាស្ថាបនិកសហរដ្ឋអាមេរិកលោក Thomas Jefferson អ្នកតាក់តែងសេចក្តីប្រកាសឯករាជ្យអាមេរិកមុនក្លាយជាប្រធានាធិបតីលោក Thomas Jefferson បានបម្រើការងារជាប្រធានាធិបតីទី3របស់សហរដ្ឋអាមេរិកពីឆ្នាំ1801ដល់ឆ្នាំ1809លោកក៏ធ្លាប់បានបម្រើការងារជាអនុប្រធានាធិបតីរបស់សហរដ្ឋអាមេរិកចន្លោះពីឆ្នាំ1797និងឆ្នាំ1801ជាអ្នកតាក់តែងសេចក្តីប្រកាសឯករាជ្យដ៏សំខាន់មួយរូបលោក Jefferson គឺជាអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យសាធារណរដ្ឋនិងសិទ្ធិបុគ្គលជាអ្នកជំរុញអាមេរិកឲ្យផ្ដាច់ចេញពីអាណានិគមរបស់ចក្រភពអង់គ្លេសដើម្បីបង្កើតប្រជាជាតិថ្មីមួយលោកបានបង្កើតឯកសារជាផ្លូវការនិងសេចក្តីសម្រេចចិត្តទាំងនៅថ្នាក់រដ្ឋនិងថ្នាក់ជាតិគ្រប់កម្រិតតើលោក Thomas Jefferson មានប្រវត្តិយ៉ាងណាតើហេតុអ្វីបានជាលោកមានឥទ្ធិពលនៅក្នុងសង្គមអាមេរិកម្ល៉េះក្នុងសម័យកាលនោះសូមអញ្ជើញទស្សនាវីដេអូរបស់កម្មវិធីកំពូលមនុស្សដូចតទៅជីវិតនិងការអប់រំកើតនៅថ្ងៃទី13ខែមេសាឆ្នាំ1743ក្នុងរដ្ឋ Virginia លោក Thomas Jefferson គឺជាកូនទី3ក្នុងចំណោមបងប្អូន10នាក់ឪពុករបស់លោកឈ្មោះ Peter Jefferson និងម្ដាយឈ្មោះ Jane Randolph លោក Peter Jefferson គឺជាអ្នកវាស់ដីនិងជាម្ចាស់ចម្ការដែលមានដីរាប់សិបពាន់ហិកតានៅឆ្នាំ1745លោក Peter Jefferson នាំភរិយានិងកូនរបស់លោកផ្លាស់ទីទៅរស់នៅក្នុងភូមិ Tuckahoe និងបានរស់នៅទីនោះអស់រយៈពេល7ឆ្នាំមុនពេលត្រឡប់មករស់នៅក្នុងផ្ទះដើមវិញក្នុងតំបន់ Albemarle លោក Peter Jefferson ត្រូវបានតែងតាំងជាវរសេនីយ៍ឯកប្រចាំតំបន់នោះលោកបានទទួលមរណភាពនៅក្នុងឆ្នាំ1757អ្នកត្រូវបន្តស្នងមរតកនិងគ្រប់គ្រងទាសករមួយចំនួនត្រូវធ្លាក់ទៅលើ Thomas Jeffersonនិយាយអំពីការអប់រំវិញកុមារ Thomas Jefferson ចាប់ផ្ដើមចូលសិក្សានៅក្នុងឆ្នាំ1752នៅសាលាមួយដែលគ្រប់គ្រងដោយរដ្ឋមន្ត្រី Scotland នៅសាលានោះ Thomas Jefferson សិក្សាភាសាក្រិកបារាំងនិងឡាតាំងចាប់ពីឆ្នាំ1758ដល់ឆ្នាំ1760យុវជន Jefferson បានចូលរៀនជាមួយបុព្វជិតមួយរូបឈ្មោះ James Murray នៅក្នុងរដ្ឋ Virginia ដែលនៅទីនោះលោកសិក្សាអំពីការអប់រំបែបបុរាណទាំងលើមុខវិជ្ជាវិទ្យាសាស្ត្រនិងប្រវត្តិវិទ្យានៅឆ្នាំ1760លោកបានចុះឈ្មោះចូលសិក្សានៅមហាវិទ្យាល័យ William and Mary ក្នុងទីក្រុង Williamsburg នៃរដ្ឋ Virginia ដោយសិក្សាលើជំនាញគណិតវិទ្យានិងទស្សនវិជ្ជានិងបានបញ្ចប់ការសិក្សាដោយទទួលបានកិត្តិយសដ៏ខ្ពស់នៅក្នុងឆ្នាំ1762ក្នុងនាមជាអ្នកសិក្សាលោក Jefferson បានសិក្សាភាសាជាច្រើននិងសិក្សារយៈពេល15ម៉ោងក្នុងមួយថ្ងៃលោកក៏បានសិក្សាផ្នែកច្បាប់និងចាប់ផ្ដើមអនុវត្តជំនាញច្បាប់របស់លោកនៅគណៈមេធាវីក្នុងរដ្ឋ Virginia ក្នុងពេលលោកមានវ័យ24ឆ្នាំក្នុងឆ្នាំ1767ចាប់ពីឆ្នាំ1773លោកបានដោះស្រាយរឿងក្តីជាច្រើននិងបានធ្វើឲ្យលោកក្លាយទៅជាមេធាវីដ៏ល្បីឈ្មោះមួយរូបប៉ុន្តែលោកបានបោះបង់ចោលអាជីពនោះនៅពេលចលនាឆ្ពោះទៅរកឯករាជ្យភាពពីអាណានិគមអង់គ្លេសបានក្លាយជាការចាប់អារម្មណ៍ខ្លាំងរបស់លោកប្រឡូកក្នុងឆាកនយោបាយលោក Thomas Jefferson ត្រូវបានតែងតាំងជាប្រតិភូប្រចាំសមាជទ្វីបលើកទី2នៅក្នុងឆ្នាំ1775ដោយមានការចាប់ផ្ដើមស្ដីពីដំណោះស្រាយសម្រាប់ឯករាជ្យរបស់អាមេរិកក្នុងឆ្នាំ1776លោកបានធ្វើជាសមាជិកគណៈកម្មាធិការមួយដែលទទួលខុសត្រូវលើការតាក់តែងសេចក្តីប្រកាសឯករាជ្យសេចក្តីព្រាងនោះត្រូវបានដាក់ជូនសមាជនៅថ្ងៃទី2ខែកក្កដាឆ្នាំ1776ពីថ្ងៃបន្ទាប់សេចក្តីប្រកាសឯករាជ្យនោះត្រូវបានអនុម័តជាហេតុធ្វើឲ្យលោក Thomas Jefferson ក្លាយទៅជាបុគ្គលដ៏មានប្រជាប្រិយភាពមួយរូបនៅក្នុងប្រទេសនៅក្នុងឆ្នាំ1776ដដែលលោកត្រូវបានបោះឆ្នោតជ្រើសរើសឲ្យធ្វើជាប្រតិភូថ្មីនៃរដ្ឋ Virginia ក្នុងនាមជាប្រតិភូលោកបានធ្វើការរៀបចំកំណែទម្រង់និងរៀបចំច្បាប់ជាច្រើនដើម្បីកែប្រែឋានៈថ្មីរបស់រដ្ឋ Virginia ទៅជារដ្ឋប្រជាធិបតេយ្យក្នុងចំណោមកំណែទម្រង់ជាច្រើនដែលលោកបានធ្វើនោះ
ហើយអ្វីដែលមានភាពលេចធ្លោជាងគេគឺការចេញច្បាប់ដើម្បីបង្កើតសេរីភាពសាសនានៅក្នុងរដ្ឋលោកក៏បានបង្កើតច្បាប់ស្តីពីចំណេះដឹងទូទៅផងដែរនៅក្នុងឆ្នាំ1778ជាលទ្ធផលច្បាប់នោះបង្កើតឲ្យមានប្រព័ន្ធជ្រើសរើសការសិក្សានៅមហាវិទ្យាល័យ William and Mary លោក Thomas Jefferson ក៏បានស្នើច្បាប់ដើម្បីលុបបំបាត់ទោសប្រហារជីវិតផងដែរលើកលែងតែក្នុងករណីឃាតកម្មនិងទោសក្បត់ជាតិទោះយ៉ាងណាក៏ដោយកិច្ចប្រឹងប្រែងរបស់លោកមិនទទួលបានលទ្ធផលឡើយខណៈការចាប់រំលោភនៅតែទទួលទោសប្រហារជីវិតដដែលអស់រយៈពេលជាយូរមកហើយខ្លាយជាអភិបាលរដ្ឋ Virginia នៅក្នុងឆ្នាំ1779លោក Thomas Jefferson បានក្លាយទៅជាអភិបាលរដ្ឋ Virginia និងបន្តកាន់តំណែងនោះរហូតដល់ឆ្នាំ1781ក្នុងអំឡុងពេលលោកកាន់តំណែងនោះទីក្រុងរបស់រដ្ឋ Virginia ត្រូវបានផ្លាស់ប្ដូរពី Williamsburg ទៅ Richmond ក្នុងឆ្នាំ1780ការខិតខំប្រឹងប្រែងឥតឈប់ឈររបស់លោកក្នុងវិស័យអប់រំមានការទទួលស្គាល់នៅក្នុងឆ្នាំ1779នៅពេលដែលលោក George Witt ត្រូវបានតែងតាំងជាសាស្ត្រាចារ្យច្បាប់ដំបូងបង្អស់នៅមហាវិទ្យាល័យ William and Mary ការដឹកនាំរបស់លោក Thomas Jefferson ត្រូវបានរារាំងដោយការលុកលុយរបស់អង់គ្លេសដែលបានបំផ្លាញកេរ្តិ៍ឈ្មោះរបស់លោកក្នុងនាមជាអភិបាលរដ្ឋចាប់តាំងពីពេលនោះមកលោកមិនដែលបានឈ្នះការបោះឆ្នោតម្ដងណាទៀតឡើយចាប់ពីឆ្នាំ1785ដល់ឆ្នាំ1789លោកបានធ្វើជារដ្ឋមន្ត្រីប្រចាំប្រទេសបារាំងហើយលោកបានគាំទ្របារាំងប្រឆាំងនឹងអង់គ្លេសនៅពេលមានការប្រកាសសង្គ្រាមរវាងប្រទេសទាំងពីរនៅក្នុងឆ្នាំ1793ក្លាយជារដ្ឋមន្ត្រីការបរទេសដំបូងរបស់អាមេរិកលោក Thomas Jefferson បានក្លាយទៅជារដ្ឋមន្ត្រីការបរទេសអាមេរិកដំបូងបង្អស់នៅក្នុងឆ្នាំ1790ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី George Washington ក្នុងនាមជារដ្ឋមន្ត្រីការបរទេសលោកបាននិយាយប្រឆាំងនឹងការរីករាលដាលនៃសហព័ន្ធនិយមនៅក្នុងសហរដ្ឋអាមេរិកនិងបានមើលឃើញថាវាជាការគំរាមកំហែងដល់សាធារណរដ្ឋនិយមនៅក្នុងអំឡុងពេលនោះលោក Thomas Jefferson ជាមួយនឹងលោក James Madison បានបង្កើតនិងដឹកនាំគណៈបក្សសាធារណរដ្ឋប្រជាធិបតេយ្យនិងបង្កើតប្រព័ន្ធទំនាក់ទំនងជាមួយនឹងសម្ព័ន្ធមិត្តសាធារណរដ្ឋដើម្បីប្រឆាំងជាមួយសហព័ន្ធនិយមទូទាំងប្រទេសឈ្នះឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកនៅក្នុងឆ្នាំ1797លោក Thomas Jefferson បានក្លាយជាអនុប្រធានាធិបតីអាមេរិកនៅក្នុងអំឡុងពេលនោះពួកសហព័ន្ធនិយមដែលបានរៀបចំខ្លួនធ្វើសង្គ្រាមជាមួយបារាំងបានអនុម័តច្បាប់ Alien and Sedition Act នៅក្នុងឆ្នាំ1798ក្នុងគោលបំណងប្រើប្រាស់ច្បាប់នេះដើម្បីប្រមូលលុយពីការយកពន្ធលោក Thomas Jefferson បានធ្វើការរិះគន់យ៉ាងខ្លាំងចំពោះយុទ្ធសាស្ត្រនោះនិងបង្កើនការវាយប្រហារលើសហព័ន្ធនិយមកាន់តែខ្លាំងខណៈដែលលោកជឿជាក់ថាពួកសហព័ន្ធនិយមមិនមានសិទ្ធិក្នុងការប្រើប្រាស់អំណាចបែបនោះឡើយនៅក្នុងឆ្នាំ1800លោកបានឈរឈ្មោះជាប្រធានាធិបតីទោះបីលោកមិនបានធ្វើយុទ្ធនាការសម្រាប់គណៈបកក្តីប៉ុន្តែលោកបានឈ្នះសម្លេងឆ្នោតភ្លុកទឹកភ្លុកដីនិងបានក្លាយទៅជាប្រធានាធិបតីទី3របស់អាមេរិកនៅថ្ងៃទី17ខែកុម្ភៈឆ្នាំ1801ក្នុងពេលកាន់តំណែងជាប្រធានាធិបតីលោកបានតស៊ូនៅក្នុងសង្គ្រាមបាក់បារីដោយធ្វើការការពារឆ្នេរសមុទ្រអាមេរិកពីក្រុមចោរសមុទ្រនិងទទួលបានរដ្ឋ Louisiana ពីប្រទេសបារាំងវិញក្រោយមកនៅក្នុងឆ្នាំ1804លោកបានឈ្នះការបោះឆ្នោតក្លាយជាប្រធានាធិបតីសម្រាប់អាណត្តិទី2លោកបានកាន់តំណែងនេះដល់ឆ្នាំ1809ស្ថានភាពគ្រួសារនិងមរណភាពរបស់លោក Thomas Jefferson លោក Thomas Jefferson បានរៀបការជាមួយស្ត្រីមេម៉ាយវ័យក្មេងម្នាក់ឈ្មោះ Martha Welles Skelton នៅក្នុងឆ្នាំ1772ពួកគេមានកូន6នាក់ជាមួយគ្នាមានតែកូនស្រី2នាក់ប៉ុណ្ណោះដែលបានរស់រានមានជីវិតរហូតដល់ធំពេញវ័យនៅថ្ងៃទី6ខែកញ្ញាឆ្នាំ1782ភរិយារបស់លោក Thomas Jefferson បានទទួលមរណភាពនៅពេលចូលនិវត្តន៍លោក Thomas Jefferson នៅតែរក្សាបានកាលវិភាគនៃការអានការសរសេរការបង្កើតថ្មីនិងការធ្វើកសិកម្មជារឿយៗលោកជួបប្រទះបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរប៉ុន្តែនៅមានជីវិតសុខស្រួលលោក Thomas Jefferson បានទទួលមរណភាពនៅថ្ងៃទី4ខែកក្កដាឆ្នាំ1826ក្នុងវ័យ83ឆ្នាំនៅផ្ទះរបស់លោកក្នុងក្រុង Monticello រដ្ឋ Virginia
ការស្លាប់របស់លោកកើតឡើងនៅចំថ្ងៃខួបលើកទី50នៃការចុះហត្ថលេខាលើសេចក្តីប្រកាសឯករាជ្យដែលលោកបានសរសេររឹតតែចៃដន្យទៅទៀតនោះលោក Thomas Jefferson ដែលជាប្រធានាធិបតីទី3និងលោក John Adams ជាប្រធានាធិបតីទី2ទទួលមរណភាពនៅក្នុងថ្ងៃខែឆ្នាំដូចគ្នាគឺថ្ងៃទី4ខែកក្កដាឆ្នាំ1826ពិធីបុណ្យសពរបស់លោក Thomas Jefferson ត្រូវបានប្រារព្ធឡើងយ៉ាងសាមញ្ញបំផុតក្រោយពេលលោកទទួលមរណភាពទ្រព្យសម្បត្តិទាំងអស់របស់លោកត្រូវបានគេដាក់លក់ដេញថ្លៃដើម្បីយកប្រាក់ទៅស